Ồ, chào bạn ngập tại đó. Bố nạ tê lê lên đi mong ai bị lang dư tơ hồi nay mong. Tơ ấy bà. Sự con cọp xử lý mình tên bố. Giờ cho câu tích lẹ chú cho ye đó. Ok. Vậy bố. Bập lang tơ ấy trong SK của bố nó có bị lang tơ rồi đấy. Si point đem đâu bố cọp xử lý. Bà cho vinh hỏi. Bồn kia. Ui, hối mà vinh cho bớt mong. Ô rô đây bố tay lẹ sụp sụp. Cọp xử lý mình tên brand A8Aនេះអាចនិយាយបានថាកបសេរីហើយបងប្អូនមើល detail defender មួយម៉ូតនេះគឺកបមែនតើបងប្អូនមើលទៅធ្វើមកស្អាតខ្លាំងមែនតើបងប្អូនកាចហ្មងណាអញ្ចឹងមានកង់សកួរមានអីទៅមកចប់តែម្ដងហើយបងប្អូនមើលប្រភេទកង់វាគឺថាសាច់ទន់ហើយកលាជ្រៅទៀតអានេះពេលយើង climbing បត់ឡើងទៅគឺចុចទៅហ្មងគឺស្អាតដូចឡានមែនតើអញ្ចឹងហើយប្រភេទបូមព្រេងបងប្អូនចឹងនៅពេលដែលវាឡើងគឺឃើញស្រើទុនស្អាតអត់ងាយកលាប់ឡានទេបូមទុនចឹងមិនមែនត្រឹមតែស្រើទុនស្អាតទេពេលដែលយើងឡើង climbing ឡើងអីគឺអត់កលាប់ឡានទៀតដូចបងប្អូនឃើញក្នុងវីដេអូចឹងចង់ឡើងដល់ SK ក៏ដោយឡើងអីក៏ដោយគឺឡើងទុនស្អាតខ្លាំងមែនទែនហើយសញ្ញាប់ជើងក្រៅរបស់វាគឺដៃទាំងអស់បងប្អូនដៃទាំងអស់កលេក៏ដៃដែរសើដៃខ្នាតធំជាងផ្លែធុកទេបងប្អូនដៃទៅទាំងអស់ស្ពឺក្នុងប៉ុងនេះក៏ដៃដែរហើយបងប្អូនមើលកន្លែងជើងទប់សវោចកោតវានេះមានបូមនេះឃើញទេអញ្ចឹងអានេះកាន់តែអែមខ្លាំងមែនទេបងប្អូនឥឡូវយើងទៅមើលខាងក្នុងវាបន្តិចអូនអានេះវាប្រើដៃឆក់យើងគ្រាន់តែប្រហើបចេះមកគឺមកហើយគឺកបសេរីមែនទេហើយបងប្អូនមើល motor វាទៅជា motor brushless 43 version ចុងក្រោយទេបងប្អូនអានេះចង់ឡើង off road ក៏ smooth រត់លឿនក៏លឿនគឺអែមមែនទេហើយប្រអប់លេខវាធំខ្លាំងមែនទេអញ្ចឹងស្ពឺនៃការរត់គឺ smooth ខ្លាំង EFC receiver ដាច់ហើយ EFC វានេះមានភ្ជាប់ជាមួយ app បានទៀតអញ្ចឹងយើងងាយស្រួលក្នុងការមើល detail ថ្មផ្សេងវា show នៅក្នុង app វាទៀតកបសេរីមែនទេហើយនេះសបោកណត់លបឿនវាក៏មានដែរសបោលុកប៉ុងមុខសបោលុកប៉ុងក្រោយនៅខាងក្រោយនេះបងប្អូនហើយសញ្ញាប់សបោចកោតវាវិញនៅខាងនេះសបោចកោតនេះដល់ទៅ35គីឡូបងប្អូនកបសេរីតែម្ដងអញ្ចឹងឥឡូវ admin ធ្វើការដាក់ថ្មដើម្បីតេស្តតែម្ដងណាបងប្អូនបន្ទាប់ពីយើងដាក់ថ្មហើយកុំតាក់បើកនៅនេះណាយើងចុចឲ្យហូរឲ្យជាប់តិចមកគឺបើកហើយឥឡូវឃើញថាបើកហើយបងប្អូនឃើញទេមានភ្លើងមានអីទៅហើយឥឡូវ admin ធ្វើការបើកដៃ tele ដើម្បី remote វាតែម្ដងបាទអឹបបាទទៅហើយចកោតមើលសិនបាទស៊ីធម្មតាពណ៌ភ្លើងនេះយើង control បានទាំងអស់ណាឥឡូវនេះគឺបិទទាំងអស់បាទឥឡូវចាំមើលមានបើកមួយទៀតបាទបើកខាងលើទៀតហើយចាំមើលបើកមួយទៀតលោតបងប្អូនលោតភ្លើងឲ្យទៀតណាមួយទៀតលោតយកញាប់មួយទៀតបាទនេះយើងបើកទុកតាខាងមុខហើយអានេះបងប្អូននៅពេលដែលយើងសញ្ញោក៏បតាមដែរនេះបងប្អូនឃើញទេវាលោតភ្លើងសញ្ញោហើយហ្នឹងមានទាំងមុខមានទាំងក្រោយបងប្អូនឃើញទេបងប្អូននៅពេលដែលមានការសញ្ញោគឺវាលោតហើយគឺវាមានទាំងមុខមានទាំងក្រោយតែម្ដងហើយនៅពេលដែលមានបើកភ្លើងទាំងអស់ខាងក្រោយក៏មានដូចគ្នាដែរជំរឿនណាបងប្អូនឃើញទេយើងមានភ្លើងពេញបានដូចគ្នាតោះអញ្ចឹងឃើញថាប្រព័ន្ធភ្លើងវាពេញលេញឥឡូវ admin ចូលដល់ការតេស្តប្រព័ន្ធប៉ុងវាជាក់ស្ដែងមកបងប្អូនអញ្ចឹងសម្រាប់ការតេស្តដើម្បីឲ្យស្រួល admin ធ្វើឲ្យវាវិលទៅមុខអូតូបងប្អូនបាទទៅមុខអូតូហើយនេះ admin កំពុងតែផ្ដាច់ប៉ុងឃើញវាវិលទាំងអស់អញ្ចឹងមែនតែ admin ចាប់ប៉ុងបានទាំងអស់ឃើញទេបងប្អូនចាប់មួយណាក៏បានដែរគឺអត់មានជាប់ទេឥឡូវ admin បិទប៉ុងមួយលុកប៉ុងមួយហើយឃើញទេចាប់លែងជាប់ហើយខាងមុខនេះចាប់អត់ជាប់តែម្ដងតែខាងក្រោយនៅចាប់ជាប់ធម្មតាឥឡូវ admin បិទប៉ុងក្រោយមួយទៀតឃើញទេចាប់លែងជាប់ទាំងអស់តែម្ដងអានេះប្រព័ន្ធប៉ុងពេញលេញណាបងប្អូនអញ្ចឹងអាចនិយាយបានថាយើងលេង off road climbing បានមកស្រឡាញ់តែម្ដងតែឥឡូវ admin ធ្វើការតេស្តឡើងវាជាក់ស្ដែងតែម្ដងចាំមើលតើវាឡើង climbing smooth អត់បែបណាដែរតោះឥឡូវនេះ admin យកលបឿនវាលឿនបន្តិចហើយជន់ស្ទុះមើលចង់ដឹងបងប្អូនតោះ1 2 3អូចាប់ប្រាំងងើបតែម្ដងអញ្ចឹងអាចនិយាយថាលបឿនបែបយើងលេងមកស្រឡាញ់ហើយឡើងបែបស្ងួតហ្មងបងប្អូនអត់មានកទីកធាអីទេណាឡើងទៅតែម្ដងបាទចុះទៅវិញអត់ដល់កងមុខយកកងមុខមួយសិនមើលញាក់សាច់មិញវាផុតចតុលបងប្អូនដាក់ឲ្យមានចតុលមកទៀតហើយបាទឡើងបែបយឺតតែខ្លាំងតែម្ដងបងប្អូនដាក់តេឡេលើនេះហ្មងឲ្យវាឡើងយឺតទៅខ្លួនឯងហ្មងទៅហើយបាទសើកងកបសេរីមែនទេបងប្អូនយកចកោតិចធ្លាក់ជ្រោះចយយ៉ាឡអូខេអីចង់មិនក៏ទៅណាអូជាប់គួរđấyយកចកោតិចចុះទៀតបាទចង់មិនក៏ទៅដែរបងប្អូនអើយលេងអានេះកបចយយ៉ាស្អាតចយយ៉ា